ជម្រាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានេះជាវីដេអូទី2របស់ខ្ញុំបានធ្វើមកចង់និយាយអំពីគ្រឿងទេសរបស់ខ្មែរយើងដែលមានតាំងពីដើមមកដែលបងប្អូននៅផ្ទះតែនិយមប្រើប្រាស់ទៅលើគ្រឿងបរិភោគម្ហូបអាហារធ្វើជាប្រចាំថ្ងៃសូមបងប្អូនទស្សនារីករាយដូចតទៅ